នៅក្នុងคลิปនេះខ្ញុំប្រកាសណាអាត្មាសូមលើកយកនៅព្រះពុទ្ធអវាទមួយដកស្រង់ចេញពីបេដកភាគ14ទំព័រ108ជាសមាបដិបទាជាស្ទើរប្រធានមគ្គព្រោះថាកាលណាដែលយើងចម្រើនទៅមិនតាន់មានសភាពចិត្តតម្កល់មាំទេយើងមិនអាចចម្រើនស្ទើរប្រធានឲ្យខ្លាយទៅជាវិបស្សនាញាណបានទេដោយសារតកតងបាំងដោយនិវរណធម៌5នេះឯងអញ្ចឹងព្រះដ៏មានប្រភិសង្កត់ធ្ងន់ថាការបើភិក្ខុនោះបានពិចារណាឃើញច្បាស់នៅនិវរណៈទាំង5ក្នុងខ្លួនដែលបានលះបង់ហើយចឹងពាក្យនេះព្រះអង្គសង្កត់និវរណធម៌ហ្នឹងនិវរណធម៌ទាំង5នៅក្នុងខ្លួនយើងទៀតណាញាតិញោមរឿងដែលយើងអាននៅគម្ពីរហ្នឹងអាហ្នឹងយើងចេះហើយយើងចេះចាំបរិយ័តណាកាមឆន្ទៈព្យាបាទឆន្ទៈឧទចៈកុកចៈវិជេកឆាថៃនមិដ្ឋៈហ្នឹងយើងចាំសូត្ររត់មុតហើយជាអកុសលចិត្តសឹកតែព្រះដ៏មានប្រភិបព្រះអង្គបដោតសំខាន់ទៅលើនិវរណធម៌ក្នុងខ្លួនយើងនេះអាសភាវៈធតធាតុធរដែលមកធ្វើឲ្យប្រស័យវិសាទិញ្ញាណសតិហ្នឹងវាវង្វេងវង្វាន់អញ្ចឹងកាលភិក្ខុបានពិចារណាឃើញធាតុធរទាំង5ក្នុងខ្លួនបានលះបង់ហើយអញ្ចឹងព្រះអង្គនិយាយដាច់នវៈសំដែងដាច់នវៈមានថានិវរណធម៌ជាអកុសលវិបាកហ្នឹងវាលះបង់ហើយមានថាវាស្ងាត់ហើយវាចប់ហើយណាមានថាយើងលេងវង្វេងនៅក្នុងនិវរណធម៌ហ្នឹងហើយនិវរណធម៌ហ្នឹងក៏ផុតស្រឡះហើយដូចជាចកដែតទឹកញាតិញោមនឹងចកដែតពេញផ្ទៃទឹកដែលមិនអាចធ្វើយើងមើលឃើញទៅក្នុងទឹកនឹងថាមានស្អីខ្លះហ្នឹងគឺចកហ្នឹងយើងវេកហើយយើងវេកបានអស់ហើយអញ្ចឹងអាហ្នឹងមកវៈហ្នឹងគឺស្អាតស្រឡះមានថាសតិហ្នឹងគឺវាលេងលីឡំជាមួយនឹងនិវរណធម៌ទាំង5ហ្នឹងបាមុជ្ជៈសេចក្តីរីករាយក៏កើតឡើងកាលបើចិត្តរីករាយហើយបៃតិក៏កើតឡើងកាលបើចិត្តប្រកបដោយបៃតិហើយនាមកាយរមែងស្ងប់ស្ងាត់អញ្ចឹងពាក្យនាមកាយនេះខណ្ឌ5ហ្នឹងបើយើងបែងចែកមានកាយ2ណាមានរូបកាយនិងនាមកាយរូបកាយហ្នឹងគឺបានដល់រូបខណ្ឌដល់ពេលនាមកាយបានដល់ខណ្ឌ4ណាញាតិញោមវេទនាសញ្ញាសង្ខារវិញ្ញាណនេះស្មាពោលគោលអញ្ចឹងនាមកាយហ្នឹងវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងស្ងប់ស្ងាត់ភិក្ខុដែលមាននាមកាយស្ងប់ស្ងាត់ហើយរមែងទទួលនៅសុខចិត្តរបស់ភិក្ខុដែលប្រកបដោយសុខតែងតម្កល់មាំបានអញ្ចឹងអាពាក្យចិត្តដែលតម្កល់មាំបានហ្នឹងជាចិត្តដែលមានសតិតម្កល់មាំបាននេះឯងមានថាអញ្ចឹងកន្លងមកដែលញាតិញោមសួរអាត្មាហេតុអីក៏ចិត្តហ្នឹងមិនអាចតម្កល់មើលខ្យល់ឲ្យបានហ្នឹងដោយសារតែវាតកតងនិវរណធម៌5ហ្នឹងឯងណាញាតិញោមបានអាត្មាឲ្យបដិបត្តិជាខណ្ឌកសមាធិមានថាញាតិញោមហ្នឹងអាចតម្កល់មើលខ្យល់មកចត់បានទេដោយសារអីដោយសារតែនោះចិត្តនោះនៅលាយឡំនឹងនិវរណធម៌5អញ្ចឹងអាការតម្កល់មាំទៅមើលអាណាបាណាសតិដែលជាចំណាយកាយានុបស្សនាតម្កល់មាំមើលវេទនានុបស្សនាចិត្តតានុបស្សនាធម្មានុបស្សនាហ្នឹងវាមិនបរិសុទ្ធតែមិនបរិសុទ្ធយើងទៅប្រឹងធ្វើទៅវាកើតទៅជាកិលេសញាណញាណវល់ញាណភ័ណ្ឌញាណច្រឡំមច្ឆាញាណមច្ឆាមគ្គមច្ឆាផលអញ្ចឹងទៅវាកើតដោយលាយឡំនៅនិវរណធម៌5ដូចជាសម្លដែលញោមចំអិនហើយតែវាលាយឡំជាមួយនឹងដីភក់មានថាបរិភោគមិនកើតភិក្ខុនោះលុះស្ងាត់ចាកកាមទាំងឡាយស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយក៏បានដល់នៅបឋមឈានប្រកបដោយវិតកៈប្រកបដោយវិចារៈមានបៃតិនិងសុខៈដែលកើតអំពីវិវេកក៏សម្រេចសម្រាននៅដោយអរិយាបថទាំង4អញ្ចឹងនៅក្នុងនេះជាសមាបដិបទាសម្រាប់នេះជាព្រះអភិធម្មញាតិញោមណាព្រះអភិធម្មរៀនតាមអវាទព្រះអង្គគឺព្រះអង្គសម្ដែងអញ្ចឹងមានន័យថាទី1យើងទៅរៀនបរិយ័តយើងរៀនបរិយ័តហ្នឹងយើងរៀនបដិញតាមគម្ពីរទេណាញាតិញោមសំណាក់គ្រូអាចារ្យខ្លះគាត់ទៅរៀនដល់គណៈចិត្តទៀតណាដែលពួកវិស័យយើងនឹងអត់អាចទៅដឹងបានទេគណៈចិត្តការរលត់យ៉ាងណាតែយើងអាចរៀនបានតែដល់ពេលរៀនតាមសមាបដិបទា
សមាបដិបទាគឺរៀនតាមអង្គឈានណាញាតិញោមអភិធម្មតើអត់រៀនតាមអង្គឈានទេបាយសតិពោបាយសតិរកខ្លួនរកមិនខ្លួនរត់ឃើញទេព្រោះវាតកតងនេះវណ្ណធម៌5ដែលព្រះអង្គឲ្យកំចាត់ពីក្នុងខ្លួនទៀតពោញាតិញោមចេះចិត្តចេតសិកអភិធម្ម9កពីនៅខាងក្រៅក៏ចេះទៅតែដល់ពេលក្នុងខ្លួនព្រះអង្គនិយាយ5សិនដាច់អា5ហ្នឹងឲ្យបានជួបនាមកាយស្ងប់ស្ងាត់អាចតម្កល់សតិមមហើយបានយកសតិហ្នឹងទៅត្រួតទៀតណាទៅត្រួតមើលសភាវៈនាមនិងរូបបន្តទៀតអញ្ចឹងកន្លែងហ្នឹងហើយដែលពួកយើងបច្ចុប្បន្នច្បុកច្បល់ព្រោះដោយសារតែយើងត្រូវបែងចែកអវាទបដិបទារបស់ព្រះសម្មាសម្ពុទ្ធនិងទិដ្ឋិអាចារ្យមានថាអាចារ្យលោកជួយបែងចែកចំណេះដឹងដ៏ច្រើនដល់យើងព្រោះមានថាមានប្រមាណកពីហ្នឹងសឹងតែពោលមកយើងទាំងអស់ដល់ពេលសមាបដិបទារបស់ព្រះគឺដាច់សភាវៈមួយនេះញោមដាច់សភាវៈមួយអាដាច់សភាវៈមួយស្ទើរប្រធានមួយហ្នឹងគេហៅថាអង្គឈានមានថាបដរាបណាភិក្ខុមិនតាន់ស្ងប់រងាប់នៃវរណធម៌5ទេមិនតាន់មានចិត្តសុបសួនរំកល់មមទេហ្នឹងស្ទើរប្រធានហ្នឹងវាមិនកើតឡើងទេអញ្ចឹងបានយើងនិយាយពីសិលហើយសមាធិឲ្យបានបញ្ញាតែបច្ចុប្បន្នយើងទៅដល់ហែកបញ្ញាយកហ្មងរៀនអបឋមយើងហែកយកមកមិនមែនខ្លួនទេអាហ្នឹងវាខុសសម្មាបដិបទារបស់ព្រះសម្មាសម្ពុទ្ធមានថាសិលមិនតាន់កើតឡើងផងសមាធិមិនតាន់កើតឡើងផងយើងយកតួបញ្ញាទៅវាមិនវែងវាបាយសតិញាណទៅវិញអញ្ចឹងអ្វីដែលអាត្មាអានមកញោមឃើញគឺព្រះអង្គអត់តាន់ហែកមានខ្លួនអត់ខ្លួនទេណាវាអត់សំខាន់ញោមមានខ្លួនអត់ខ្លួនទេសំខាន់សម្អាតនិវរណៈធម៌ហើយមានចិត្តតម្កល់មមមានសតិតម្កល់មមព្រោះអានេះអាត្មាពោលត្រឹមបឋមឈាននេះហើយបឋមឈាននេះនិវរណៈធម៌5បឋមឈាននេះជាមគ្គលោកយៈក៏មានលោកតរៈក៏មានតាមគ្រូអាចារ្យលោកចេះដឹងបើគ្រូអាចារ្យលោកដឹកនាំជាសមថយនិកហ្នឹងជាលោកយៈមហាកុសលអញ្ចឹងទៅបើជាវិបស្សនាយនិកជាលោកតរៈឈានអញ្ចឹងទៅអាហ្នឹងមិនមែនជាទោសនៃឈានណាហើយសំណាក់ណាដែលពោលតេះដៀលឈានហ្នឹងវាដូចប្រឆាំងព្រះឈានដែលព្រះអង្គរៀបឲ្យញាតិញោមមិនមែនឈានស្អីទេណាយើងក្នុងសាសនាអញ្ចឹងអាត្មាចែករំលែកនេះសូមបានជាប្រយោជន៍ឲ្យញាតិញោមប្រឹកព្រៀងណាព្រោះដើម្បីប្រយោជន៍រួមនៃសាសនាហើយកន្លែងនេះក៏អាត្មាសូមទទូចហើយទទូចទៀតញាតិញោមកុំតន់ជាប់សំណាក់ព្រោះណាយើងយកពុទ្ធជាអារម្មណ៍ពធជាអារម្មណ៍ប្រសង្ឃជាអារម្មណ៍មូលណាព្រោះពេលខ្លះទៅកន្លែងខ្លះវាជាប់គាំងដោយសារតែយើងលើកអត់អស់សេចក្តីរបស់ព្រះសម្មាសម្ពុទ្ធព្រោះ